មុនខ្ចីលុយគេតាអ្នកគួរគិតពីកត្តាអ្វីខ្លះការជាប់បំណុលដែលលើសពីសមត្ថភាពសងអាចចាត់ទុកបានថាជាបន្ទុកមួយដែលផ្ដល់ផលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុនិងជីវភាពរបស់អ្នកទាំងពេលបច្ចុប្បន្ននិងពេលអនាគតដូចនេះហើយរាល់ពេលដែលអ្នកចង់ខ្ចីលុយពីធនាគារឬពីនរណាម្នាក់អ្នកត្រូវគិតឲ្យបានច្បាស់សិនមុននឹងសម្រេចចិត្តខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលអ្នកគួរគិតពិចារណាមុននឹងសម្រេចចិត្តខ្ចីលុយពីគេ 1. គោលបំណងនៃកម្ចីរាល់ពេលខ្ចីលុយច្បាស់ជាត្រូវខាតបង់ប្រាក់ខ្លះហើយព្រោះត្រូវបង់ការប្រាក់ឲ្យគេហេតុនេះមុនសម្រេចចិត្តថាខ្ចីលុយគេត្រូវគិតពីគោលបំណងនៃការខ្ចីលុយរបស់អ្នកឲ្យបានច្បាស់លាស់ជាមុនសិនអ្នកនឹងខ្ចីលុយនោះយកទៅធ្វើអ្វីឲ្យប្រកបអ្នកអាចថ្លឹងថ្លែងសិនថាតើគោលបំណងនោះចាំបាច់ដល់កម្រិតណាវាអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកហើយផលប្រយោជន៍ទាំងនោះស័ក្តិសមឲ្យអ្នកខ្ចីជាមួយនឹងអត្រាការប្រាក់ដែលត្រូវបង់ឬទេ 2. យល់ច្បាស់ពីលក្ខខណ្ឌនៃកម្ចីអ្នកត្រូវឆ្វេងយល់ពីលក្ខខណ្ឌផ្សេងៗនៃកម្ចីដូចជាអត្រាការប្រាក់ថាវាខ្ពស់ពេកឬអត់រយៈពេលដែលអ្នកត្រូវបង់សងកម្ចីហើយនឹងលក្ខខណ្ឌតម្រូវឲ្យអ្នកដាក់ទ្រព្យបញ្ចាំឬទេអ្នកចាំបាច់ត្រូវយល់ដឹងពីលក្ខខណ្ឌទាំងនេះឲ្យបានច្បាស់ដើម្បីសិក្សាពីកម្រិតហានិភ័យនិងជៀសវាងធ្លាក់ខ្លួនជាប់បំណុលវណ្ឌកលើសពីនេះអ្នកគួរចរចាប្តូរលក្ខខណ្ឌទាំងនេះបើចាំបាច់ប្រសិនបើមានភាពមិនប្រក្រតីផ្សេងៗបើតាមគោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនអ្នកមិនគួរជាប់បំណុលដែលត្រូវសងវិញដែលមានចំនួនលើសពី 25% នៃប្រាក់ខែរបស់អ្នកឡើយ 3. ស្វែងរកប្រាក់កម្ចីដែលមានអំណោយផលដល់អ្នកគួរប្រៀបធៀបលក្ខខណ្ឌនៃប្រាក់កម្ចីផ្សេងៗឲ្យបាន2ទៅ3ឬច្រើនជាងនេះហើយព្យាយាមស្វែងរកប្រាក់កម្ចីមួយណាដែលផ្ដល់ផលប្រយោជន៍និងផលចំណេញឲ្យអ្នកច្រើនជាងគេជាឧទាហរណ៍អ្នកអាចប្រៀបធៀបអត្រាការប្រាក់សិក្សាពីចំនួនប្រាក់ដែលអ្នកអាចខ្ចីបាននិងសិក្សាពីលក្ខខណ្ឌក្នុងការសងប្រាក់រួមទាំងពិនិត្យមើលកិច្ចសន្យានៃកម្ចីនោះឲ្យបានច្បាស់លាស់ដើម្បីជួយដល់ការសម្រេចចិត្តបានថាគួរស្នើសុំខ្ចីប្រាក់កម្ចីណាដែលសមរម្យនិងលទ្ធភាពបង់ទៅតាមកាលកំណត់និងក្នុងរយៈពេលសមរម្យហើយមិនរងកំហាតច្រើន 4. បំណុលអាក្រក់គឺជាបន្ទុកបើអ្នកចេះប្រើប្រាស់បំណុលបានចំគោលដៅបំណុលនោះនឹងក្លាយជាបំណុលល្អដែលជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុឬសម្រួលដល់ស្ថានភាពទូទៅនៃហិរញ្ញវត្ថុរបស់អ្នកតែបើប្រើប្រាស់វាមិនបានត្រឹមត្រូវទេវានឹងក្លាយទៅជាបំណុលអាក្រក់ដែលជាបន្ទុកហិរញ្ញវត្ថុមួយប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុកាន់តែដុនដាបខ្លាំងរហូតអាចប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តទៀតផងគួរខ្ចីលុយពីអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធឬទេអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធសំដៅដល់អ្នកចងការប្រាក់ឬអ្នកឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធធនាគារមានពលរដ្ឋជាច្រើនដែលនិយមខ្ចីលុយពីអ្នករកស៊ីចងការប្រាក់ទាំងនោះជាងខ្ចីលុយពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រោះកម្ចីពីអ្នករកស៊ីចងការប្រាក់ច្រើនមិនត្រូវការឯកសារឬការដាក់ទ្រព្យបញ្ចាំសាំញ៉ាំឡើយទោះបីជាយ៉ាងណាបើអ្នកចង់ខ្ចីប្រាក់ពីអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធទាំងនោះអ្នកគួរគិតពីបញ្ហាទាំងនេះសិន 1. អត្រាការប្រាក់អត្រាការប្រាក់នៃកម្ចីពីអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធគ្មានស្តង់ដារឡើយហើយអត្រាការប្រាក់អាចថ្លៃខុសពពកការប្រាក់កម្ចីពីអ្នកចងការប្រាក់ក្រៅប្រព័ន្ធអាចនៅចន្លោះពី 5% ទៅ 10% ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអត្រាការប្រាក់ត្រឹម 1% ទៅ 2.5% ប៉ុណ្ណោះហេតុនេះ
អ្នកអាចមានហានិភ័យជាប់បំណុលវ៉ាន់កគ្មានលទ្ធភាពបង់ការប្រាក់ហើយអាចនឹងត្រូវលក់ទ្រព្យសម្បត្តិដើម្បីសងបំណុលទៀតហេតុនេះហើយអ្នកគួរត្រួតពិនិត្យនិងពិចារណាលើអត្រាការប្រាក់សិនថាអ្នកអាចមានលទ្ធភាពសងតាមកាលកំណត់ឬទេ 2. ខ្ចីបានរហ័សតែសងក៏រហ័សដូចគ្នាទោះបីជាអ្នកអាចខ្ចីប្រាក់បានរហ័សហើយមិនតម្រូវឲ្យមានឯកសារច្រើនក៏ពិតមែនតែក្នុងរយៈពេលដែលអ្នកត្រូវសងវិញក៏ឆាប់រហ័សដូចគ្នាបើមិនដូច្នោះអត្រាការប្រាក់អាចកើនឡើងឬប្រាក់ដែលត្រូវសងនឹងកើនឡើងជាលំដាប់ត្បិតអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធទាំងនោះដាក់លក្ខខណ្ឌតាមតែមាត់ហើយភាគច្រើនមិនមានកិច្ចសន្យាលាយលក្ខណ៍អក្សរត្រឹមត្រូវទេម្យ៉ាងទៀតកាលណាអ្នកគ្មានលទ្ធភាពសងទាន់ពេលអ្នកអាចប្រឈមមុខនឹងវិវាទផ្សេងៗជាមួយអ្នករកស៊ីទាំងនោះទៀតផង 3. របៀបសងរញ៉េរញ៉ៃអ្នករកស៊ីចងការប្រាក់ខ្លះទាមទារឲ្យអ្នកសងប្រាក់ប្រចាំខែរីឯអ្នកខ្លះទៀតរាល់សប្តាហ៍ហើយអ្នកខ្លះអត្រាការប្រាក់អាចកើនឡើងជារៀងរាល់សប្តាហ៍ទៅតាមនឹកឃើញឬលក្ខខណ្ឌរបស់ពួកគេជួនកាលគេគិតការប្រាក់ដោយគ្មានតម្លាភាពគ្មានស្តង់ដារច្របូកច្របល់ដែលអាចនាំឲ្យអ្នកខ្ចីមានការភ័ន្តច្រឡំនិងងាយស្រួលចាញ់បោកគេជាដើម 4. បញ្ហាផ្លូវច្បាប់ការរកស៊ីចងការប្រាក់ក្រៅប្រព័ន្ធមិនមែនជារបរស្របច្បាប់ទេដោយហេតុថាអ្នកចងការប្រាក់ទាំងនោះមិនបានទទួលអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជាដើម្បីផ្ដល់សេវាប្រាក់កម្ចីស្របច្បាប់នោះទេហេតុនេះប្រសិនបើអ្នកជួបនឹងវិវាទការកេងប្រវ័ញ្ចឬបញ្ហាឆបោកណាមួយជាមួយពួកគេអ្នកអាចប្រឈមនឹងការខាតបង់ផ្សេងៗនិងពិបាកក្នុងការដោះស្រាយតាមផ្លូវច្បាប់ដូចនេះមុននឹងសម្រេចចិត្តខ្ចីលុយពីអ្នករកស៊ីចងការប្រាក់ក្រៅប្រព័ន្ធអ្នកគួរគិតពីកត្តាផ្សេងៗដូចបានរៀបរាប់ខាងលើឲ្យបានច្បាស់លាស់ជៀសវាងជួបប្រទះនឹងហានិភ័យផ្សេងៗប៉ុន្តែដើម្បីសុវត្ថិភាពជាចម្បងអ្នកគួរខ្ចីលុយពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលស្របច្បាប់និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជាព្រមទាំងកិត្តពិចារណាមុនសម្រេចចិត្តពាក់ព័ន្ធនឹងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនក៏ដូចជាមុនពេលស្នើសុំឥណទានណាមួយទាសករសម័យថ្មីមិនមែនជាប់ច្រវាក់ទេគឺពួកគេជាប់បំណុល